បើសួស្តីបងប្អូនអរគ្នាថ្ងៃនេះប៉ុន្តែគឺខ្ញុំមកប្រាប់ពីរបៀប reset ម៉ាស៊ីន DVR មក Hikvision បាទយើង reset ហើយនឹង unbind account នៃវាជាប់ account នេះអញ្ចឹងឬយើងអត់ស្គាល់ password អញ្ចឹងយើងដំបូងយើងដោនចូល power មួយហើយនឹងខ្សែ internet មួយតមកទៀតនឹងខ្ញុំយើងដោនតែប៉ុណ្ណឹងក៏បានដែរឬមួយក៏យើងចង់ default ចោលថ្មីទាំងអស់ហ្មងយើងដោនយើងចូលទៅ default នៅក្នុង monitor អញ្ចឹងបន្ទាប់ទី2គឺយើងថត serial number របស់វាថតឲ្យច្បាស់មកហើយយើងត្រូវដឹងថាម៉ាស៊ីនរបស់យើងហ្នឹងគឺ serial ម៉ាំងអញ្ចឹងយើងជាបន្តយើងចូលទៅកាន់ app Hack Partner Pro បាទ Hack Partner Pro បន្តទៀតយើងចូលទៅកាន់ online support cache បន្តទៀតយើងចុច new cache មកយើងចូលពាក្យ device reset password ចូលពាក្យ LAN មក SADP អញ្ចឹង serial number របស់ម៉ាស៊ីនហ្នឹងគឺខ្ញុំបានមើលហើយជើងកតុយវា98អូខេយើង upload រូបភាពដែលយើងថតមិញមកអញ្ចឹងជាបន្តយើងធ្វើការចុច tick វាមួយចុច confirm មកតមកទៀតនេះវាចេញអញ្ចឹងGmail ហ្នឹងវាត្រូវការ review មកពីក្រុមហ៊ុន Hikvision អញ្ចឹងមកស្ទុះទៀតគឺវានឹងផ្ញើឲ្យយើងណាអញ្ចឹងយើងត្រូវការចាំវា complete ទៅបាទឥឡូវគឺយើងវាចេញហើយយើងចូល copy មកអញ្ចឹងយើងដាក់ password ថ្មីចូលមកអញ្ចឹងយើងវាយ password ថ្មីចូលមកអញ្ចឹងខាងក្រោមយើងដាក់ដូចគ្នាយើងចុច OK មកបាទតោះពីយើង OK យើងចុច close វាចោលទៅអូខេអញ្ចឹងគឺរួចរាល់ហើយអញ្ចឹងមួយទៀតយើងចូលទៅ unbind device យើងចូលពាក្យ unbind មកដូចគ្នាចុចលើម៉ាស៊ីនរបស់យើងមក upload ចូលដូចគ្នាចុច tick មួយទៀតអូខេចូល view មកអញ្ចឹងគឺវាដាច់ហើយវានៅ process មួយ plate ចាំឲ្យវា process ចប់សិនខ្ញុំថយចេញក្រៅសិនហើយមួយទៀតយើងចូលទៅអូខេទៅពេលវាចឹងហើយយើងចុច close វាចោលមកអូខេឥឡូវគឺវាដាច់ហើយអូខេចឹងដើម្បីយើងទៅតេស្តលើ monitor មួយទៀតយើងដោត mouse ចូលមក log មកអញ្ចឹងយើងចូលទៅមើល monitor របស់យើងអូខេហើយវាដាច់ហើយវាមានជាប់ password អីទៀតទេអញ្ចឹងយើងចូលទៅ default ចោលមកចាំ plate បងប្អូននេះបងប្អូនយកពាក្យ default អញ្ចឹងយកកដាមក factory default អញ្ចឹងប៉ុណ្ណឹងគឺអូខេវាដូចម៉ាស៊ីនថ្មីហើយ